ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើនំខេកការ៉ុតញ៉ាំហើយក៏ឆ្លៀតធ្វើវីដេអូចែកម្លែកបងប្អូនតែម្ដងពួកឯរសជាតិឆ្ងាញ់ហ៎ដំបូងនេះខ្ញុំមានពងមាន់ចំនួន4គ្រាប់បងប្អូនប្រើពងមាន់ទេណាកុំប្រើពងទាខ្លាចឆ្អាបហើយស្ករចំនួន130ក្រាមបន្ទាប់មកបងប្អូនវាយឲ្យចូលគ្នាសព្វល្អទៅហើយចាំដាក់ដូចជាប្រេងឆានេះខ្ញុំប្រើ150មីលីលីត្រចូលបន្ទាប់ពីដាក់ប្រេងឆាហើយនឹងខ្ញុំដាក់ម្សៅស្ករវ៉ានីឡា1ស្លាបព្រាកាហ្វេហើយបន្ទាប់មកគឺ baking powder ចំនួន1ស្លាបព្រាកាហ្វេដូចគ្នាបងប្អូនហើយយើងច្បល់វាយឲ្យសព្វចូលគ្នាចឹងណាបន្ទាប់ពីវាយបានប៉ុណ្ណឹងហើយនឹងខ្ញុំបានដាក់ម្សៅទឹកដោះគោចំនួន2ស្លាបព្រាបាយហើយយើងច្បល់ឲ្យសព្វទៅណាបងប្អូនបន្ទាប់ពីដាក់ម្សៅទឹកដោះគោអញ្ចឹងហើយយើងក៏មានម្សៅមីចំនួន250ក្រាមបងប្អូនដាក់កញ្ច្រែងរែងទៅខ្លាចមានដុំអញ្ចឹងណាហើយយើងច្បល់ចូលគ្នាឲ្យសព្វអញ្ចឹងទៅបងប្អូនហើយមុននឹងលាយម្សៅហ្នឹងខ្ញុំបានឈូសការ៉ុតរួចហើយការ៉ុតចំនួន2មើមហើយយើងចិតលាងទឹកជូរឲ្យល្អិតចឹងណាបងប្អូនបន្ទាប់ពីច្បល់សព្វល្អម្សៅចូលគ្នាបែបនេះហើយក៏ខ្ញុំចាប់ផ្ដើមយកដូចជាការ៉ុតមកដាក់បងប្អូនការ៉ុតដែលឈូសទុកមួយលើហ្នឹងយើងដាក់ទៅបើសិនជាបងប្អូនឈូសអត់សូវល្អិតដូចនឹងខ្ញុំទេយើងច្បាច់តិចឲ្យវាទន់ណាបងប្អូនហើយយើងដាក់2មើមចឹងមកបន្ទាប់មកក៏ច្បល់ចូលគ្នាឲ្យសព្វដូចនឹងខ្ញុំច្បល់ម្សៅមិញណាបងប្អូនវិធីធ្វើងាយស្រួលមែនតែនហើយអត់ផ្អែមខ្លាំងទេបងប្អូនសាច់នំនឹងទន់ឆ្ងាញ់តែម្ដងណាបន្ទាប់ពីច្បល់សព្វបងប្អូនបើសិនជាបងប្អូនមានគ្រាប់ធញ្ញជាតិបងប្អូនដាក់ទៅណាបើសិនជាអត់ចូលចិត្តមិនបាច់ដាក់ក៏បានដែរនេះសាច់ដូងនៅសល់បងប្អូនសាច់ដូងក្រៀមនៅសល់ខ្ញុំក៏យកមកដាក់ប្រហើយទៅដាក់សាច់ដូងបើសិនជាបងប្អូនដាក់សាច់ដូងលាក់ទឹកវិញរត់តែឆ្ងាញ់តែម្ដងបន្ទាប់មកខ្ញុំមានដំណាប់ត្រពាំងបាយជូរក៏ដាក់ចូលបន្ថែមតិចទៀតណាបងប្អូនដំបូងថាធ្វើឲ្យកូនញ៉ាំបងប្អូនគាត់ចូលចិត្តតែដល់នេះខ្ញុំដាក់សាច់ដូងហើយនឹងត្រពាំងបាយជូរគាត់អត់ញ៉ាំតែម្ដងបងប្អូនស្ដាយមែនតើបន្ទាប់ពីលាយម្សៅសព្វល្អយើងយកពុម្មកបងប្អូនលាបខ្លាញ់ជុំវិញពុម្យើងទៅព្រោះកុំឲ្យពេលដែលយើងដុតទៅវាស្អិតជាប់អញ្ចឹងណាបន្ទាប់ពីលាងស្អាតហើយយើងយកម្សៅដែលលាយបាញ់មិញចាក់ចូលមកបងប្អូនប្រើពុម្បែបម៉េចក៏បានដែរបងប្អូនដោយសារនឹងខ្ញុំមានពុម្ហ្នឹងក៏យកពុម្ហ្នឹងមកដាក់តែម្ដងទៅរសជាតិឆ្ងាញ់បងប្អូនអាចសាកល្បងធ្វើញ៉ាំបានចឹងណាខ្ញុំអត់សូវចំណូលទេបងប្អូននំរបស់ហ្នឹងតែដល់ពេលរសជាតិឆ្ងាញ់ក៏ចេញជាវីដេអូចែកម្លែកជូនបងប្អូនទស្សនាតែម្ដងហើយបងប្អូនមានពេលធ្វើយើងធ្វើញ៉ាំទៅណាព្រោះឲ្យទិញគេភាគច្រើនផ្អែមបងប្អូនផ្អែមអញ្ចឹងណាហើយយើងធ្វើអញ្ចឹងថ្មីក្តៅឆ្ងាញ់មែនតើជាមួយនឹងកាហ្វេផឹកឡើងអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងចាក់អញ្ចឹងបងប្អូនឲ្យឡែកអន្តិចទៅហើយនេះសល់នៅជាប់ចាននេះខ្ញុំកោសឲ្យអស់អញ្ចឹងទៅណាបងប្អូនស្ដាយបន្ទាប់ពីដាក់អញ្ចឹងហើយយើងដុតភ្លើង160រយៈពេល60នាទីបងប្អូនហើយយើងយកឈើចាក់មកបើសិនអត់ជាប់ឈើនំយើងឆ្អិនហើយបងប្អូនអាសាតាមដានមើលណាជួនណាម៉ាស៊ីនបងប្អូនខុសពីរបស់ខ្ញុំអញ្ចឹងណាឡបងប្អូនដុតហ្នឹងខុសពីខ្ញុំអញ្ចឹងយើងអាចស្រីស្រង់មើលតាមជាក់ស្ដែងទៅណាហើយពេលដែលត្រជាក់អញ្ចឹងយើងចាប់ផ្ដើមចាក់ពុម្ចេញទៅបងប្អូនគេអត់ចូលអាពេលហើយបើចង់ឲ្យនំស្រួយអញ្ចឹងយើងចាក់អញ្ចឹងហើយយកទៅដាក់ថែមតិចទៀតទៅបងប្អូនដាក់នៅភ្លើងយើងថែមតិចទៀតទៅនេះបងប្អូនរសជាតិឆ្ងាញ់បងប្អូនធានាជូនហ្មងណាបងប្អូនអាចសាកល្បងធ្វើញ៉ាំបានហើយផឹកឡើងកាត់នំម្ដុំកាហ្វេមួយកែវមកនិយាយពីថាជាតិតែម្ដងណានេះបងប្អូនមើលសាច់នំនេះខ្ញុំកាត់
អត់សូវរឹងខ្លាំងទេបងប្អូន ទន់ល្មមញ៉ាំតែម្ដងណាខ្ញុំឃើញបងប្អូនខ្ញុំច្បាច់ឲ្យមើលហើយនិយាយពីថាបញ្ចូលសំឡេងនេះលេបទឹកមាត់ទេណាបងប្អូនរសជាតិឆ្ងាញ់អត់ផ្អែមខ្លាំងទេធានាឲ្យហើយវីដេអូនោះមានតែប៉ុណ្្នឹងទេណាបើសិនជាបងប្អូនពេញចិត្តក៏ជួយ share ចែកម្លែកម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថាវីដេអូថ្មីៗជារៀងរាល់ថ្ងៃហើយនេះខ្ញុំផងសូមអរគុណសូមជម្រាប